ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំបានមកមើលសណ្ដែករបស់ខ្ញុំឥឡូវវាដុះហើយវាបានល្មមឆាហើយបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំដកវាយកទៅឆាហើយនេះខ្ញុំបដិសសណ្ដែកលើទឹកបងប្អូនមើលតាម YouTube គេដែរតែក៏វាល្អមួយយ៉ាងដែរវាអត់ដូចយើងបដិសនៅក្នុងដេកខ្សាច់ពិបាកលាងទឹកទេបងប្អូននេះគឺស្រូបមែនតែនហើយខ្ញុំបានដកវាហែបងប្អូនវាដុះអត់ស្មើគ្នាទេខ្លះក៏ដុះវែងខ្លះក៏ដុះខ្លីចឹងហើយយើងកាត់ឫសវាអត់បានទេបងប្អូនទាំងអស់គ្នាបើសិនជាវាដុះស្មើគ្នាទៅយើងយកកត្រៃកាត់ខាងក្រោមកាត់ឫសវាបានណាតែនេះវាដុះអត់ស្មើគ្នាទៅក៏យើងដកយកអាណាវែងទៅយើងយកទៅលាងទឹកហើយកាត់ឫសវាបងប្អូនទាំងអស់គ្នាហើយនេះគឺខ្ញុំបណ្ដុះពីកញ្ច្រែងហើយកញ្ច្រែងពើក្រហមក៏ដុះដូចតែគ្នាដែរដុះអត់ស្មើគ្នាទេនេះដកបានមកថាហើយបងប្អូនទាំងអស់គ្នាឥឡូវយកឲ្យម៉ែគាត់លាងទឹកម្ដងមកថាហ្នឹងបងប្អូនឆាសាច់ជ្រូកឆ្ងាញ់ណាស់ដាក់ស្លឹកខ្ទឹមណាឡើងម៉ែក៏ចាប់ផ្ដើមលាងទឹកហើយអត់ពិបាកលាងទេដកទីសម្បកវារើសទីសម្បកវាចាញ់ទៅស្រូលហើយបងប្អូនពេលហូបវាអត់លកេតដីផងបាយជំរាបលា